បាទសួស្តីបងប្អូនអរគុណវីដេអូនេះចង់បង្ហាញពីការយក cookie តាម S12 ចឹងបងប្អូនអាចคลิกមកយក inspect ក៏បានឬក៏ចុច S12 ក៏បានតោះបងប្អូនយក network តោះមកបងប្អូន refresh link reload link នឹងសារទៀតណាបាទរងចាំពេលវាចាប់ចឹងបញ្ជាក់នឹងការយក cookie បងប្អូនត្រូវតែ log in account ចូលចឹងការយក cookie របស់យើងទៅ scroll រកពាក្យថា user ហ្នឹងណាតោះមកអូមករកពាក្យថា cookie នេះចឹងបងប្អូនអាចឆោតមកយកទាំងអស់ក៏បានឬក៏បងប្អូនចុច3ដងឲ្យលឿនចុច3ដងឲ្យលឿនទៅវា select all អញ្ចឹងបងប្អូនអាច copy មកបាទតោះមកបើកកម្មវិធី download មកបាទកម្មវិធីបើកហើយយើងបងប្អូន select មកយកពាក្យថា get by key តោះមកចុច input cookie តែមកបងប្អូនផាសមកណាហើយចាំយើងត្រូវឲ្យវា enter ទេអញ្ចឹង back space មកឲ្យវាឡើងមកលើស្មើចេះមកតោះមកចុច save យើងឧទាហរណ៍ឲ្យ copy link ហ្នឹងមកបងប្អូនចង់ឲ្យ extract ឲ្យ download ក៏បានឬក៏download យកត្មងក៏បានដែរចឹងខ្ញុំភ្លេច save link ខ្ញុំភ្លេចដាក់ create link ដែរពេលយើង save ទៅវានៅហ្នឹងចឹងឧទាហរណ៍ទៅចង់បលាចឹងខ្ញុំ extract link ពី profile សិនចាំខ្ញុំ download ព្រោះធ្វើអញ្ចឹងមកយើងអាច download មួយ straight បានអ៊ីនធឺណិតនេះរៀង slow តែដល់ពេលចុចទៅវាគេរៀងយូរបន្តិចចឹងអ៊ីនធឺណិតបងប្អូនលឿនវាខតលឿនណាស់ extract លឿនហើយក៏ profile ខ្លះវាមានវីដេអូច្រើនពេកក៏វា extract រៀងយូរបន្តិចបាទបើលើ link ជាងចឹងបងប្អូនអាចធ្វើការ download មួយ straight បានយកនេះមកយក n number ឬក៏អីក៏បានឬក៏ uploader ក៏បានហើយយើងយក title ត្រូវយក n number ឬក៏ front number ទៅដើម្បីជៀសវាងការជន់ file គ្នា download មួយថ្ងៃឃើញតែមួយស្ងួននៅក្នុងវិស័យការពីបាទនេះវាធ្វើការ download ម្ដង5ហ្នឹងបងប្អូនអាចធ្វើវិធីសាស្ត្រហ្នឹងបានអញ្ចឹងសិននេះវា download ឲ្យអត់គ្រប់បងប្អូនអាចចុច start download ភាសាទៀតទៅបាទអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នឹងទេ